សួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំមកបង្ហាញតទៅនឹងការប្រើកម្មវិធី Google Drive អញ្ចឹងយើងទៅស្គាល់សិនអីគេទៅជាកម្មវិធី Google Drive បាទអញ្ចឹងនេះគឺតទៅនឹងការណែនាំអំពីកម្មវិធី Google Drive អញ្ចឹង Google Drive គឺជាកម្មវិធីមួយឬក៏ជាសេវាកម្មផ្ទុកទិន្នន័យមួយហើយនៅលើ cloud របស់ Google ដែលអនុញ្ញាតឲ្យយើងអ្នកប្រើប្រាស់នឹងអាចរក្សាទុកឯកសារដូចជា file Word Excel ឬក៏រូបភាពវីដេអូផ្សេងៗនៅលើអ៊ីនធឺណិតហើយយើងអាចចូលទៅប្រើឯកសារទាំងអស់ហ្នឹងនៅគ្រប់ទីកន្លែងឲ្យតែមានអ៊ីនធឺណិតនិងអ៊ីមែលគឺអាចចូលទៅប្រើប្រាស់បានបាទតោះអញ្ចឹងយើងទៅមើលបន្តិចទៅនឹងអត្ថប្រយោជន៍តើ Google Drive មានអត្ថប្រយោជន៍អីគេខ្លះបាទអញ្ចឹងបើយើងទុកឯកសារនៅលើ Google Drive គឺទី1ឯកសាររក្សាទុកនៅលើអនឡាញបាទអញ្ចឹងយើងអត់ព្រួយបារម្ភតែទៅនឹងការបាត់បង់ទៅលើទិន្នន័យផ្សេងៗហើយដូចយើងទុកនៅលើកុំព្យូទ័រទេបើយើងទុកឯកសារនៅលើកុំព្យូទ័រគឺអាចនឹងឯកសារហ្នឹងនឹងអាចបាត់បង់នៅពេលដែលកុំព្យូទ័រខូចឬក៏មានបញ្ហាផ្សេងៗណាបាទហើយមួយទៀតគឺយើងអាចធ្វើការ backup ទៅលើឯកសារសំខាន់ៗបានអញ្ចឹងក្នុងហ្នឹងយើងអាច backup ទៅលើឯកសាររបស់យើងដែលយើងគិតថាសំខាន់យើងអាចយកទៅទុកនៅក្នុង Google Drive ហ្នឹងដើម្បីជៀសវាងបញ្ហានៅពេលដែលមានបញ្ហាកុំព្យូទ័រណាធ្វើឲ្យប៉ះពាល់ដល់ឯកសាររបស់យើងអញ្ចឹងយើងអាចទុកឯកសារហ្នឹងទៅលើ Google Drive បាន backup ទុកណាបាទហើយមួយទៀតគឺងាយស្រួលនៅក្នុងការចែករំលែកឯកសារបាទយើងងាយស្រួលនៅក្នុងការផ្ញើជា link ផ្សេងៗទៅកាន់អ្នកដទៃណាអញ្ចឹងបើយើងចង់បោះឯកសារនឹងឲ្យគេសម្រាប់ប្រើប្រាស់គឺយើងអាចបោះឲ្យបានគ្រាន់តែមាន link មួយទៅគឺយើងអាចផ្ញើឲ្យគេចូលមកប្រើឯកសាររបស់យើងចូលមកមើលអីផ្សេងៗក្នុងហ្នឹងឯងបាទហើយ link ហ្នឹងយើងអាចកំណត់សិតបានទៀតបាទមានជាប្រភេទ viewer commenter editor អីចឹងទៅដែលខ្ញុំនឹងបង្ហាញតិចទៀតនេះបាទនឹងមួយទៀតគឺយើងងាយស្រួលនៅក្នុងការធ្វើការជាក្រុមជាមួយនឹងកម្មវិធីផ្សេងៗរបស់Google Workspace បាទមានដូចជា Google Doc Google Sheet Google Slide ផ្សេងៗបាទអញ្ចឹងយើងអាចចូលទៅគ្រប់គ្រងឯកសារទាំងអស់ហ្នឹងបានយ៉ាងងាយស្រួលបាទហើយអ្នកគេប្រាប់យើងទៀតគឺតកតងនឹងឯកសារទាំងអស់ហ្នឹងគឺយើងងាយស្រួលនៅក្នុងការកែប្រែប្រើប្រាស់រួមគ្នាក្នុងពេលតែមួយអញ្ចឹងទៅដោយយើងមិនចាំបាច់ផ្ញើ file អីផ្សេងៗដូច Excel ណា Excel បើយើងចង់កែទិន្នន័យអីមួយគឺយើងត្រូវការផ្ញើ file ឲ្យគ្នាទៅវិញទៅមកតើប៉ុន្តែនៅក្នុង Google Drive នៅពេលដែលយើងយកឯកសារទៅទុកក្នុងហ្នឹងគឺយើងអត់ចាំបាច់ share ឲ្យគ្នាទៅវិញទៅមកទេគឺយើងអាចកែក្នុងហ្នឹងរួមគ្នាក្នុងពេលតែមួយបានតែម្ដងបាទហើយមួយទៀតគឺយើងអាចប្រើបានគ្រប់ device បាននៅលើ computer ទូរស័ព្ទ Android iPhone អីក៏បានដែរយើងប្រើបានគ្រប់ device បាទហើយមួយទៀត Google Drive នេះគឺ free ទំហំផ្ទុកឲ្យយើងចំនួន 15G នៅក្នុងហ្នឹងណាយើងអាចចូលទៅប្រើក្នុងហ្នឹងបានបាទដោយមិនចាំបាច់ទិញទេក្នុងមួយ account Gmail អញ្ចឹងណាបាទតោះអញ្ចឹងខ្ញុំនឹងទៅបង្ហាញតទៅនឹងការប្រើទៅលើកម្មវិធី Google Drive បាទអញ្ចឹងទី1គឺតទៅនឹងការបើកប្រើ Google Drive ណាបាទអញ្ចឹងបងប្អូនធ្វើការបើកហើយ Google account យើងសិនមកបាទអញ្ចឹងនៅពេលដែលយើងបើក Google account ហើយគឺយើងអាចចូលទៅបើក Google Drive បានហើយអញ្ចឹងបងប្អូនអាច search ដាក់ថា Google បាទ Drive បាទ enter មកចេញមក Google Drive បាទឬក៏បើយើងអត់ចង់ញញ៉ៃទេគឺយើងអាចបើកមកយើងឃើញនៅខាងលើនេះឃើញអត់អញ្ចឹងយើងចុចកន្លែង Google App ហ្នឹងមកហើយយើង scroll មកក្រោមយើងឃើញ Google Drive អញ្ចឹងចុចលើនឹងមួយមកបាទអញ្ចឹងយើងរងចាំតិចទៅយើងនឹងបើកដំណើរការទៅលើកម្មវិធី Google Drive មកបានហើយបាទអូខេអញ្ចឹងនៅក្នុងនេះមុននឹងខ្ញុំបង្ហាញតទៅនឹងការប្រើប្រាស់ឲ្យខ្ញុំបង្ហាញតិចតទៅនឹងការតឡើងកម្មវិធីណាអញ្ចឹងបើយើងចង់តឡើងទុកលើ desktop បងប្អូនអាចចុចកន្លែង install នេះចុចលើ install ឬក៏ចុចកន្លែង cache ចុចកន្លែងចំណុច 3 នេះហើយយើងមើលមកខាងក្រោមយើងឃើញគេដាក់ថា cache save and share អញ្ចឹងអាច install drive ហ្នឹងទុកលើ desktop បានបាទអញ្ចឹងយើងចុចលើហ្នឹងមកហើយ install ទៅយើងនឹងបាន drive នៅលើ desktop យើងតែម្ដងក្នុងហ្នឹងណាបាទហើយថ្ងៃក្រោយយើងចង់បើកយើងអត់បើក Google ទៀតទេយើងបើក icon នៅលើ desktop យើងនេះយើងទទួលបាន icon Google Drive នឹងមកបាននេះបាទអូខេអញ្ចឹងពេលដែលយើងបើកដំណើរការហើយយើងឃើញដូចជាមួយនឹងកម្មវិធីទូទៅដែរនៅក្នុងនេះណាបាទយើងអាចគ្រប់គ្រងឯកសារផ្សេងៗនៅក្នុងហ្នឹងបាទដោយខាងស្ដាំនេះគឺជាកន្លែងដែលយើងចេញចូលទៅតាមទីតាំងណាមួយដែលយើងចង់រក្សាទុកឯកសារណាមាន home
bà home ní cứ cái lại đi dương mơ ai cái sao thay cứ nơi trong nắng bà miền ở mai trái cứ chia tí tăng để dương đã sang tục ai cái xá bà computer cái lại ní cứ cái lại đi dương connect thực cảnh computer xem như chẳng thấy dương anh mơ trong nắng share with me cái lại đi dương anh mơ ở nạp xem xe mà ở dương á recent cái lại đi dương mơ ai cái sao để dương club bà thay bà star ní cứ chia cái lại đi dương mơ ai cái sao xung khăn để dương bàn add star favorite để chẳng thấy bà spam ní cứ tại tao nâng ai cái sao khôi mà thế bà rồi có ai cái sao đã admin tin ấy dương ai mơ lại trong nâng bàn tiếp trash ní cứ chia cái lại đi dương mơ rồi ai cái sao xem để dương bàn lục tránh video mà không trash nâng bà hay storage ní cứ dùng ở mơ tại tao nâng tụm hung bà tụm hung này spam phần dưỡng thật tá tụm hung dương pra màn chi chẳng tới hãy dương khởi những cái free ở dương cứ đập làm chi bà đập làm chi bây giờ trong tinh và thấy dương còn là cho get more storage nữa mất cứ ở dương ai tinh và thấy nó lên này cái bà min plan a tam năng ấy chẳng tới ai tinh tam năng á bà ok đó chẳngនៅក្នុងនេះយើងបានស្គាល់អីហើយតោះអញ្ចឹងខ្ញុំនឹងបង្ហាញតទៅនឹងការបង្កើត folder សម្រាប់គ្រប់គ្រងឯកសារគ្រប់គ្រង file ផ្សេងៗនិងការ share ទិន្នន័យផ្សេងៗនៅក្នុងនោះបាទអញ្ចឹងកន្លែងនេះដើម្បីបង្កើត folder បង្កើត file ផ្សេងៗសម្រាប់គ្រប់គ្រងបានយើងអាចចូលមកកន្លែង my drive ហ្នឹងមកបាទហើយយើងចុចកន្លែង new ហ្នឹងមកយើងមាន folder មាន file មាន upload អីចឹងទៅអញ្ចឹងកន្លែង new folder នេះគឺកន្លែងយើងបង្កើត folder សម្រាប់គ្រប់គ្រងឯកសារអញ្ចឹងយើងចុចលើហ្នឹងមកយើងអាចដាក់បានហើយអត់ថាខ្ញុំចង់បង្កើត folder មួយសម្រាប់គ្រប់គ្រងឯកសារ Google Sheet អញ្ចឹងយើងដាក់មក Google Sheet បាទហើយយើង create មកយើងចាំបន្តិចទៅយើងទទួលបានបាទហើយក្នុងនេះយើងអាចបដូរទម្រង់មើលមាន list មាន grid ចេញជាប្រអប់ចេះបាទ grid គឺចេញជាអក្សរមានឈ្មោះអីចឹងទៅបាទអញ្ចឹងយើងបាន folder មកហើយបាទ folder យើងអាចបង្កើតច្រើនបានថាយើងមាន Google Sheet មួយឯងយើងចង់បានឯកសារផ្សេងទៀតអញ្ចឹងយើង new ទៀតបាទលោកគ្រូចង់បានមួយទៀតគឺ Google Doc អញ្ចឹងលោកគ្រូចុច new folder ហ្នឹងមកបាទអញ្ចឹងគ្រូដាក់មក Google Doc អីចឹងទៅបាទ Doc អីចឹងទៅហើយយើង create មកអញ្ចឹងយើងចាំតិចទៅយើងបានមកមួយទៀតគេណាបាទហើយយើងអាចមើលទម្រង់ view អីតាមនឹងបានបាទអញ្ចឹងពេលយើងបង្កើតជាឯកសារផ្សេងៗនៅក្នុងនឹងបានហើយគឺយើងអាចធ្វើការឲ្យបង្កើត file ផ្សេងៗសម្រាប់រក្សាទុកក្នុង folder យើងតាមផ្នែកមួយណាបាទចេះថាខ្ញុំចង់បង្កើត file Google Sheet អញ្ចឹងយើងបើកលើនឹងមកយើងបង្កើតបានហើយអញ្ចឹងដើម្បីបង្កើត file Google Sheet យើងគ្រាន់តែចុចចូលកន្លែង new ហ្នឹងមកយើងឃើញគេដាក់ sheet យើងចុចលើហ្នឹងមកយើងមាន blank sheet មាន form template អីចឹងទៅអញ្ចឹងកន្លែងនេះខ្ញុំចង់បាន sheet ធម្មតាទេអញ្ចឹងយើងចុចកន្លែង blank split sheet ហ្នឹងមកយើងបង្កើត file ថ្មីបានហើយបាទអត់ថាកន្លែងនេះគឺនៅពេលដែលយើងបង្កើតទៅលើ file ថ្មីផ្សេងៗនៅក្នុងនឹងបានហើយយើងអាចដាក់ឈ្មោះនៅលើនេះអត់ថាខ្ញុំដាក់ថា my sheet អីចឹងទៅបាទអញ្ចឹងយើងមានឯកសារមួយឈ្មោះថា my sheet អញ្ចឹងខ្ញុំបិទបាទនេះឃើញនៅក្នុងតារាយើងគឺទទួលបានឯកសារហ្នឹងមកហើយកាត់បាទអញ្ចឹងបើថ្ងៃក្រោយយើងត្រូវការបើកប្រើអីយើងគ្រាន់តែចូលមក my drive នេះមកបើក folder យើងឃើញឯកសារកាត់អញ្ចឹងយើងអាចបើកប្រើប្រាស់បញ្ចូលទិន្នន័យបាទបង្កើតទៅលើតារាងផ្សេងសម្រាប់ប្រើអីផ្សេងនៅក្នុងនឹងបានតែនោះអាចប្រើប្រាស់អីផ្សេងនៅក្នុងនឹងបានអញ្ចឹងទៅបាទអូខេអាចប្រើអាចអីចឹងទៅបាទហើយមួយទៀតឯកសារផ្សេងទៀតដូចគ្នាបើយើងចង់បង្កើតគឺយើងអាចបង្កើតដូចគ្នាអត់ថាខ្ញុំចង់បង្កើតប្រភេទ doc អញ្ចឹងយើងរកទីតាំងសិនហើយយើង new ចុច doc នេះមកយើងអាចយក blank document ហ្នឹងមកthìយើងបានឯកសារ doc ឯងឯកសារ doc នេះគឺឯកសារភាពដូចជា word អញ្ចឹងឯងដូច word អញ្ចឹងឯងយើងអាចយកមករៀបចំធ្វើឯកសារផ្សេងអីផ្សេងគឺនៅក្នុង Google Doc ហ្នឹងបានក្នុងហ្នឹងណាបាទបើកប្រើអីផ្សេងក្នុងហ្នឹងបានអញ្ចឹងទៅបាទចឹងពេលរៀបចំអីហើយយើងដាក់ឈ្មោះដាក់អីចឹងទៅគឺបានហើយអត់គាត់ដាក់ my doc បាទអូខេប៉ុណ្ណឹងមកហើយយើងគ្រាន់បិទវិញមកនេះចឹងយើងបានឯកសារយើងមកហើយកាត់បានឯកសារយើងមកហើយបាទអូខេគេ my doc បាទអញ្ចឹងក្នុងនេះខ្ញុំបានបង្ហាញតទៅនឹងការបង្កើត folder បង្កើត file ផ្សេងបាទហើយបើយើងចង់លុបអីហ្នឹងគឺយើងអាចចុចរូបធុងសំណាមហ្នឹងបានយើងអាចលុបចោលបានហើយបាទអូខេតោះអញ្ចឹងខ្ញុំបង្ហាញមួយទៀតគឺតទៅនឹងការ share ឯកសារផ្សេងនៅក្នុងហ្នឹងតោះយើងមាន folder មានអីយើងចង់ឲ្យ share ទៅកាន់អ្នកដទៃទៀតយើងធ្វើបែបម៉េចអញ្ចឹងអត់ពិបាកទេគឺយើងអាចចុចលើចំណុច 3 នៃ file ឬក៏ folder មកយើងឃើញពាក្យថា share អញ្ចឹងយើងគ្រាន់តែចុចលើ share ហ្នឹងមួយមកបាទ
ចឹងយើងចាំបន្តិចទៅបាទបាទអញ្ចឹងយើងចាំតិចទៅគឺយើងបើកផ្ទាំង share នេះមកហើយអញ្ចឹងយើងអាចបញ្ចូល email បញ្ចូលអីចឹងទៅអ្នកដែលយើងចង់ share ចង់ share ឲ្យអ្នកណាយើងគ្រាន់តែ add email មកថាខ្ញុំដាក់ test@gmail.com បាទហើយអ្នកចេញមកហើយបាទអញ្ចឹងយើងអាច reset បានមាន viewer មានសិទ្ធិត្រឹមតែមើលថាគាត់បើក file ប្រើមើលបានប៉ុន្តែគាត់អត់មានសិទ្ធិកែបាទ commenter គាត់មានសិទ្ធិចូលទៅ comment បាទនិង editor គាត់មានសិទ្ធិកែលុបអីផ្សេងៗក្នុងនឹងបានអីចឹងទៅហើយបើយើងចង់ផ្ដល់សិទ្ធិអីគាត់យើងគ្រាន់តែចុច share ហ្នឹងមួយមក send មួយមកបាននេះបាទអូខេអញ្ចឹងកន្លែងនេះសារ email test អញ្ចឹងខ្ញុំគ្រាន់តែបង្ហាញណាបាទចាំមកមុនបញ្ចូលពេញទៅវាអាច share បាទវាទៀត share តាម link ដូចគ្នាយើងចុចចូលលើចំណុច 3 ហើយ share បន្តមកទៀតយើងចុច share លើនឹងប៊ូតុងទៀតហើយយើងអាចរើសកន្លែងនេះដូរយក anyone with the link បាទអញ្ចឹងយើងអាចជ្រើសរើសសិទ្ធបានដូចគ្នា commenter editor viewer អញ្ចឹងទៅបាទថតចង់ផ្ដល់សិទ្ធជា editor លើហ្នឹង copy link មកបាទអញ្ចឹងពេលបាន link ហើយយើងអាចយក link ហ្នឹងទៅរក្សាទុកឬក៏ផ្ញើឲ្យតាមរយៈ Telegram អីចឹងទៅបាទថតខ្ញុំបើកនៅលើ Google Chrome ណាបើកមកបាទចឹងនេះយើងបានឯកសារហ្នឹងមកអញ្ចឹងយើងអាចបើកមើលអីផ្សេងក្នុងហ្នឹងអាចកែតន័យផ្សេងក្នុងហ្នឹងអីចឹងទៅបើសិនជាគេ share ឲ្យយើងជាប្រភេទeditor ណា editor គឺយើងអាចគ្រប់គ្រងអាច share ឯកសារផ្សេងក្នុងហ្នឹងបានបាទអូខេអញ្ចឹងនៅក្នុងនេះខ្ញុំបានបង្ហាញបងប្អូនទាំងគ្នារួចរាល់តទៅនឹងការប្រើប្រាស់ទៅលើកម្មវិធី Google Drive បាទអរគុណ